ជាបឋមខ្ញុំសូមគោរពសិក្ខាកាមទាំងអស់ខ្ញុំឈ្មោះញ៉ដាខ្ញុំបានចូលវគ្គសិក្ខាសាលារបស់លោកគ្រូបណ្ឌិតច័ន្ទនីដើម្បីរៀបចំជីវិតឲ្យបានពេញលេញនិងបរិបូរណ៍ពេលដែលខ្ញុំមិនទាន់បានមកចូលកម្មវិធីសិក្ខាសាលារបស់លោកគ្រូបណ្ឌិតខ្ញុំគ្មានវិន័យទេនិយាយរួមមនុស្សដែលរញ៉េរញ៉ាយមិនសូវជាបានវិន័យល្អគោរពវិន័យល្អទេដល់ខ្ញុំបានមកចូលវគ្គកម្មវិធីរបស់លោកគ្រូបណ្ឌិតខ្ញុំនឹងមានវិន័យបានច្រើនខ្ញុំចាប់អារម្មណ៍ជាងគេគឺរូបិយប័ណ្ណទាំង3ទី1ចំណេះដឹងទី2លុយទី3ពេលវេលាយ៉ាងកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេជាចុងក្រោយសូមអរគុណលោកគ្រូបណ្ឌិតដែលដឹកនាំកម្មវិធីនិងតាមជួយផ្ដល់យោបល់ដល់សិក្ខាកាមទាំងអស់ជារៀងរហូតដល់ទល់តែយើងត្រូវការគាត់គឺលោកជួយផ្ដល់គំនិតយោបល់បានទៅមុខទៀតសូមអរគុណ